សុខស្ដីទៅអ្នកនរគ្នាឥឡូវនេះជាការងាររបស់ខ្ញុំរាល់ថ្ងៃអូមតូបាទអូមតូមានសំណប់ធ្នាប់អត់មានរបៀបរៀបរយឲ្យត្រង់ជូរស្អាតតែនេះសោះម៉ោងនេះម៉ោងសាសនាពងចេញពីសិក្សាហើយឥឡូវហ្នឹងយើងរៀបចំឲ្យស្អាតព្រោះអីទីចិត្តហ្នឹងគាត់មកបុកគ្នាមកឡើងពេញហើយអញ្ចឹងអត់មានកន្លែងដាក់ម៉ូតូអីគាត់ដាក់ទេអញ្ចឹងយើងរៀបឲ្យហើយទីចិត្តហ្នឹងមានអ្នកមកបដាបដាហើយឥឡូវអត់មានកន្លែងដាក់ទេព្រោះអីកន្លែងហ្នឹងរឿងតូចដែរកន្លែងហាងការ៉េមហ្នឹងមានតាមមកលវែងអញ្ចឹងទៅយើងរៀបធ្វើម៉េចដាក់ឲ្យបានម៉ូតូច្រើនដើម្បីឲ្យពួកគាត់មកទៅមានកន្លែងទុកម៉ូតូងាយស្រួលក្នុងការចតហើយរងឯងអូម៉ូតូឡើងអើយរាល់ថ្ងៃហ្នឹងឡើងច្រើនឡើងពងដាច់អស់ហើយយើងមើលដាក់ឲ្យវីដេអូនេះពងដាច់អស់ឃើញឃើញពងដាច់អត់ហើយរៀបទៅហើយបើម៉ូតូតិចអីគ្រួទេតែម៉ូតូច្រើនអញ្ចឹងទៅយើងអត់មានកន្លែងដាក់ចឹងហើយបានយើងរៀបឲ្យស្អាតនឹងឯងការងារហើយតនេអីហាត់ប្រាណនេះហាត់ប្រាណរាល់ថ្ងៃដែរណាដើម្បីឲ្យសុខភាពយើងហ្នឹងវារឹងមាំហើយឃើញសាច់ឃើញអីរៀងរៅខ្ពស់ខ្ពស់អីហ្នឹងការងារលើកម៉ូតូឲ្យប្រើកម្លាំងរៀនចប់ហើយលើកម៉ូតូអូម៉ូតូអីចឹងទៅហាត់ប្រាណអីចឹងទៅហើយផ្ដាំទៅប្រាប់បងប្អូនកុមារាកុមារីយុវជនយុវតីស្រីប្រុសមីងមៀបពូអ៊ំកន្លះកំមុំទាំងអស់ដែលតែងតែសួរនាំថារៀនចប់ហើយធ្វើអីមានធ្វើអីអូម៉ូតូនេះបាច់ញើខ្លះរងថ្ងៃក្តៅចេះហើយយើងឆិតស្អាតហើយយើងរៀបបានច្រើនដែរនៅទៀតព្រោះអីតិចទៀតហ្នឹងមានម៉ោងមួយកណ្ដោទៀតឡើយព្រោះចិត្ត10ម៉ោងនេះថតនេះទៅថតម៉ោង10ជិតម៉ោង10ហើយហើយសាស្ត្រាដូចចេញម៉ោង10 11ហ្នឹងចេញមកព្រោះអីហើយនេះមានកន្លែងឡានក្រហមនេះគាត់ឲ្យដាក់អញ្ចឹងទៅយើងអាចដាក់បានតែជាខ្ទង់10ម៉ូតូក្រោយឡាននេះអញ្ចឹងយើងរៀបទៅដាក់ក្រោយឡាននេះហើយដើម្បីឲ្យពួកគាត់មកមានកន្លែងទលាយស្លាស់ហ្នឹងគាត់ស្រួលចូលយកបដ ாய் ពេលខ្លះគេឃើញកន្លែងដែលអត់មានកន្លែងចូលពេញកន្លែងពេញអញ្ចឹងទៅពេលគាត់រកឈប់ចូលអត់ចង់ចូលវិញព្រោះអត់មានកន្លែងទុកម៉ូតូអញ្ចឹងរៀបឲ្យស្អាតអញ្ចឹងទៅរៀបនេះអាចមានកន្លែងដាក់ថែមម៉ូតូមកយើងអាចដាក់ថែមបានណាចឹងស្លាស់ហើយរៀបហើយយើងរុញទៅក្រោយឡាននេះ3ម៉ូតូសិនហើយកន្លែងស្លាស់ច្រើនដែរวันนี้ដាក់បាន2ម៉ូតូទៀតនេះដាក់បាន5ចាំមើលម៉ូតូមកចាំថតបន្តទៀតឥឡូវយើងស្គប់ទីសិន